សូមក្រាបថ្វាយបង្គំចំពោះព្រះសង្ឃគ្រប់អង្គជាទីគោរពសក្ការៈហើយចម្រើនពរញាតិញោមសប្បុរសជនទាំងអស់ហើយជាទីមេត្រីនេះក្រុមការងារគម្រោងពុទ្ធសាសនានិងសង្គមរបស់សមាគមជីវិតនិងក្តីសង្ឃឹមតែមានទីតាំងនៅក្នុងវត្តដំណាក់ក្រុងសៀមរាបបានមកសាងសង់ផ្ទះសន្តិភាពទី75ជូនដល់គ្រួសាររបស់ញោមប៉ោះមឿតដែលស្ថិតនៅក្នុងភូមិគោករុនឃុំមុខប៉ែនស្រុកពូខេត្តសៀមរាបដែលជាគ្រួសារក្រីក្របំផុតនៅក្នុងសហគមន៍នេះហើយថ្ងៃនេះផ្ទះនេះយើងបានសាងសង់តែមួយថ្ងៃកន្លះតែប៉ុណ្ណោះដោយការចូលរួមយ៉ាងច្រើនពីប្រសង់និងប្រជាជនក្នុងសហគមន៍នេះយើងបានរួចមុនគម្រោងកំណត់ក្នុងនាមអ្នកសម្របសម្រួលគម្រោងខ្ញុំប្រកាន់អាត្មាភាពសូមថ្លែងអំណរគុណនេះជ្រាលជ្រៅចំពោះប្រសង់គ្រប់អង្គដូចជាអរគុណចំពោះញាតិញោមទាំងអស់ដែលបានចូលរួមជួយសាងសង់ផ្ទះសន្តិភាពទី75នេះឲ្យបានចប់ចុងចប់ដើមហើយប្រកបទៅដោយភាពសាមគ្គីในការចូលរួមច្រើនសន្ធឹកសន្ធាប់ជាពិសេសសូមអរគុណចំពោះម្ចាស់ជំនួយដែលជាសប្បុរសជននៅទីក្រុងហុងកុងប្រទេសចិនក្នុងការជួយឧបត្ថម្ភដល់ផ្ទះទី75នេះសូមអរគុណនិងសូមអរគុណ